Welcome back day 2 in Saigon តទៅធ្វើការងារពីដេកមកក៏ពួកយើងនៅគ្នាធ្វើ outfit check ថ្ងៃទី2នៃហាពេលប្រុសរបស់ពួកខ្ញុំនឹងដំបងឡើយគឺពួកខ្ញុំថាចាំតែញ៉ាំមួយបាយដែលគេល្បីនោះប៉ុន្តែទៅថ្ងៃហ្នឹងគេអត់បើកចឹងក៏ពួកខ្ញុំបដូរទីតាំងទៅញ៉ាំបាញ់មីសុំខ្មុំយកសិនណាបន្ទាប់ពីញ៉ាំបាញ់មីហើយក៏ពួកខ្ញុំបន្តដំណើរទៅហាងកាហ្វេលាក់ខ្លួនមកកន្លែងណាយលាក់ខ្លួនប៉ិតណាណែបុគ្គលិកនៅនឹងស្អាតខ្ញុំក៏អូដឺជាមួយនឹងអាឆាពោតហើយនឹងគ្រីមប្រៃណាផឹកឲ្យកាត់យកបដៅក៏ពីផឹកអាឆាកាត់មកក៏ពួកខ្ញុំបន្តដំណើរមកញ៉ាំអាហារពេលថ្ងៃរបស់ខ្ញុំមកតង់សិនមុននឹងចាប់ផ្ដើមចេញបេសកកម្ម iMission and finally ពួកខ្ញុំមកដល់11កាមេត្រីហើយបងប្អូនដាក់វីដេអូនៅហ្នឹងឲ្យអ្នកគ្នាមើលតែបន្តិចគេប៉ុន្តែសាច់ជាក់ស្ដែងណាខ្ញុំដើរនៅហ្នឹង1ម៉ោងកន្លះអូយសប្បាយដៃបដៅយ៉ាឥឡូវខ្ញុំសូម recap ទៅពេលយប់វិញណានេះគឺជា outfit របស់ខ្ញុំនៅពេលយប់អញ្ចឹងយប់ថ្ងៃទី2ហ្នឹងក៏ពួកខ្ញុំរៀងហាយតិចដែរដោយសារអីគឺខ្ញុំណាត់ជាមួយបងស្រីរបស់ខ្ញុំហ្នឹងទៅញ៉ាំសាច់អាគាត់ជន់ជាតិវៀតណាមហ្មងតែបើសិនជាអ្នកទាំងគ្នាសួរខ្ញុំថាខ្ញុំចេះវៀតណាមអត់ខ្ញុំអត់ចេះទេអ្វីដែលខ្ញុំប្រាស្រ័យតាក់ទងគ្នាហ្នឹងគឺខ្ញុំប្រើភាសាចិនទោះថាលន់មកបថោឬមិនបថោឥឡូវហ្នឹងសាច់គ្រាន់តែបានជួបគ្នាវិញណាត់គ្នាផឹកយកបដៅណាកូនកាវទូហ្នឹងកុំគិតថាតែមិនដឹងស្រាផឹកឲ្យស្វឹងយកហ្មងចាបន្ទាប់ពីញ៉ាំអីហើយអត់ភ្លេចទេជាមួយនឹងការចូលម៉ាតែនៅក្នុងម៉ាតហ្នឹងគឺអត់មាននំខេកលក់អញ្ចឹងក៏ពួកខ្ញុំសម្រាប់ចិត្តថាឆ្លងផ្លូវដើរទៅហាងម្ខាងទៀតដែលមាននំខេកនេះគឺជាសាច់ចុងក្រោយនៃការចូលហាងនំខេកមុនពួកខ្ញុំត្រឡប់ទៅអាផាតមិនវិញមកដល់អាផាតមិនភ្លាមអ្វីដែលពួកខ្ញុំធ្វើមុនគេហ្នឹងគឺ surprise birthday ទៅកាន់ប្អូនស្រីជូនពរឲ្យអូនរោបងថ្លៃបានឆាប់ណាអញ្ចឹងថ្ងៃទី2នៅសៃហ្គនគឺមានតែប៉ុណ្្នឹងឯងចាំជួបគ្នានៅថ្ងៃទី3